សូមជូនរឿងកល្យាណមិត្តគឺជារឿងដែលដកស្រង់ចេញពីសៀវភៅថ្នាក់ទី5សុខុមនិងសាវុនជាកល្យាណមិត្តរៀនថ្នាក់ជាមួយគ្នាសុខុមជាកូនអ្នកមានកេរមរតកដីស្រែច្រើនឯសាវុនជាកូនកសិករមានវង្សត្រកូលល្អថ្ងៃមួយគ្រួសារសុខុមបានលក់ដីស្រែមួយចំនួនបានប្រាក់យ៉ាងច្រើនក្លាយជាអ្នកមានតាំងពីពេលនោះមកសុខុមមិនសូវនិយាយស្ដីរាប់រកសាវុនដូចមុនឡើយសាវុនឃើញបែបនេះក៏មិនប្រកាន់ខឹងនឹងសុខុមដែរសាវុននៅតែខិតខំប្រឹងប្រែងរៀនសូត្រជាធម្មតាចំណែកសុខុមវិញតែងតែដើរលេងស៊ីកាយសប្បាយហឺហាគេចវេះសាលារៀនជាញឹកញាប់គ្រួសារសុខុមលក់ដីស្រែជាបន្តបន្ទាប់រហូតអស់កេរមរតកពីដូនតាមិនយូរប៉ុន្មានប្រាក់ក៏អស់ដីក៏អស់មិនមានអ្វីជាទីពឹងទៀតឡើយសុខុមឈប់ចូលសាលារៀនហើយធ្លាក់ខ្លួនជាក្មេងប្រព្រឹត្តអំពើផ្ដេសផ្ដាសដែលសង្គមស្អប់ខ្ពើមថ្ងៃមួយសាវុនបានជួបនឹងសុខុមដែលចៃដន្យសាវុនភ្ញាក់ព្រឺតព្រោះនឹកស្មានមិនដល់ថាសុខុមមានសក់កន្ទ្រើងសម្លៀកបំពាក់រយិញរយោងដើរតាមចិញ្ចើមផ្លូវសាវុនដើរទៅចាប់ដៃសុខុមហើយសួរនាំពីមូលហេតុដែលនាំឲ្យធ្លាក់ខ្លួនបែបនេះតែសុខុមព្យាយាមគេចពីសាវុនព្យាយាមនិយាយណែនាំមិត្តឲ្យចូលសាលារៀនហើយកែខ្លួនមកប្រព្រឹត្តអំពើល្អវិញសុខុមមានចិត្តរីករាយដោយសាវុនមិនប្រកាន់ខឹងនឹងខ្លួនហើយក៏យល់ព្រមធ្វើតាមសាវុនដែលជាកល្យាណមិត្ត